បុកលហុងទឹកកាពិប្រហែលថ្ងៃនេះគឺខ្ញុំឃ្លានបុកលហុងទឹកកាពិនឹងខ្លាំងមែនទែនហើយនៅនេះក៏អត់ដឹងថាតរោទិញនៅណាបានទេបើនៅស្រុកខ្មែរយើងមានលុយ3000ឬក៏5000អីគឺញ៉ាំបានហើយតែនៅនេះដល់តែយើងធ្វើខ្លួនឯងហ្មងហើយណាមួយទៀតបុកលហុងទឹកកាពិនេះគឺរំលឹកអនុស្សាវរីយ៍កាលពីនៅបឋមសិក្សាឲ្យតែថាដល់ម៉ោងចេញលេងម្ដងខ្ញុំពីតែបងស្រីខ្ញុំគឺកាន់ដៃគ្នាទៅញ៉ាំបុកលហុងហើយមួយចានតែ500ណាប្រពន្ធរបស់លោកគ្រូខ្ញុំគាត់អ្នកលក់ហ្មងពេលខ្លះដាច់លុយពេកមួយចាន500ហ្នឹងគឺញ៉ាំពីអ្នកបងប្អូនយកហ្មងហើយអានេះគឺខ្ញុំសូមបញ្ជាក់មួយចាន500ហ្នឹងគឺកាលពីអតីតកាលខ្ញុំរៀនបឋមសិក្សាអ្នកទាំងគ្នា10ឆ្នាំជាងហើយយូរហើយអូយខ្ញុំសូមអធិស្ឋានមែនតើដែលរៀបរាប់ច្រើនណាបងប្អូនអញ្ចឹងគឺយើងចាប់ផ្ដើមមកធ្វើទឹកកាពិទាំងអស់គ្នាកាពិហើយនឹងស្ករត្នោតគឺយើងដាក់បរិមាណស្មើគ្នាតែដំបូងបំផុតគឺយើងលីងស្ករត្នោតយើងឲ្យឡើងជើងក្រងសិនបើយើងដាក់កាពិតាមក្រោយហើយដាក់ទឹកបន្ថែមបន្តិចមកដើម្បីបំបែកស្ករត្នោតហើយនឹងកាពិឲ្យចូលគ្នាបន្ទាប់មកទៀតគឺយើងដាក់ទឹកត្រីគឺដាក់ចុងក្រោយគេបង្អស់ហ่าបងប្អូនហើយយើងកូលីងធ្វើម៉េចឲ្យវាចូលជាតិគ្នាអស់ហើយនៅពេលដែលវាពុះហើយគឺបងប្អូនអាចបិទហ្គាសហើយអញ្ចឹងតែប៉ុណ្្នឹងគឺជាការស្រេចគឺស្រួលធ្វើទេទឹកកាពិចូលចិត្តរាវបងប្អូនដាក់ទឹកច្រើនចូលចិត្តខាប់ដាក់ទឹកតែបន្តិចបានហើយសម្រាប់ខ្ញុំដល់ទៅហិលបានឆ្ងាញ់ហ្មងហើយអញ្ចឹងគឺខ្ញុំប្រើម្ទេស10គ្រាប់បន្ទាប់មកទៀតគឺខ្ញុំមានខ្ទឹមសបងប្អូនហើយខ្ញុំបុកដាក់ជាមួយនឹងសណ្តែកដីអញ្ចឹងមកហើយបន្ទាប់មកទៀតគឺខ្ញុំមានសណ្តែកគួរហ្នឹងគឺខ្ញុំចូលចិត្តខ្លាំងដូចគ្នាបុកល្ហុងគឺភាគច្រើននៅពេលដែលខ្ញុំទៅទិញគេគឺខ្ញុំសូមឲ្យគេដាក់សណ្តែកគួររៀងច្រើនហើយបន្ទាប់មកទៀតគឺខ្ញុំចាប់ផ្ដើមដាក់ស្ករសហើយនឹងប៊ីចេងបន្តិចបងប្អូនហើយខ្ញុំដាក់ទឹកកាពិនឹងឯងដាក់ទៅតាមចំណង់ចំណូលចិត្តណាចូលចិត្តប៉ុណ្ណាដាក់ប៉ុណ្្នឹងទៅបងប្អូនហើយបន្ទាប់មកគឺយើងមានទឹកអំពិលទុំហើយខ្ញុំមានជាម្ជូរក្រូចខ្ញុំដាក់មួយផ្លែតែម្ដងហើយម្ជូរក្រូចនឹងច្បាច់ហើយគឺបោះសបកចូលទៅអញ្ចឹងមកព្រោះដោយសារតែបុកល្ហុងទឹកកាពិគឺគេធ្វើអញ្ចឹងហ្មងអ្នកទាំងគ្នាហើយខ្ញុំមានជាបកាឆ្អិនផងបកាឆៅផងខ្ញុំដាក់ម្នាក់3គ្រាប់កុំឲ្យវាចំណែនគ្នាហើយខ្ញុំមានបន្ថែមដាក់គ្រុំបន្តិចដែលឆ្អិនហើយអញ្ចឹងណាបងប្អូនហើយបន្ទាប់មកទៀតគឺខ្ញុំកូរច្បល់ឲ្យវាចូលជាតិគ្នាហើយបើខ្ញុំចាប់ផ្ដើមដាក់ល្ហុងហើយនឹងដាក់តកួនហើយខ្ញុំក៏មានពេញប៉ោះដែរប៉ុន្តែដោយសារតែកន្លែងដាក់ពេញប៉ោះហ្នឹងគឺខ្ញុំអត់បានថតទេហើយខ្ញុំពិតជាអធិស្ឋានមែនទែនបងប្អូនហើយដោយសារតែកាមេរ៉ារបស់ខ្ញុំគឺចាប់ប្លង់ខុសអញ្ចឹងវាទៅប្លើបុកល្ហុងវិញអត់ប្លើមាត់កេមរ៉េអញ្ចឹងណាបងប្អូននិយាយទៅគឺដោយសារតែ portrait ខុសប្លង់អញ្ចឹងខ្ញុំពិតជាអធិស្ឋានមែនទែនបើសិនជាមើលទៅហើយរឿងព្រាប្លើអីហ្នឹងអាចធ្វើឲ្យបងប្អូនមានអារម្មណ៍ថារឿងវិលមុខតិចឯងពិតជាអធិស្ឋានមែនទែនអញ្ចឹងបុកល្ហុងរបស់យើងគឺរួចរាល់អស់ហើយខ្ញុំដាក់បន្ថែមជាមួយនឹងបកាក្រៀមហើយនឹងសណ្តែកដីបងប្អូនតែបើសិនជាករណីមានក្តាមប្រៃរត់តែឆ្ងាញ់ទេប៉ុន្តែដោយសារតែខ្ញុំអត់ដឹងទៅរកទិញក្តាមប្រៃនៅណាទេបងប្អូនហើយអត់ស្រួលរកដូចនៅស្រុកខ្មែរយើងទេអញ្ចឹងយើងមានអីយើងប្រើនឹងអញ្ចឹងទៅហើយបុកល្ហុងនឹងដែរក៏ខ្ញុំចូលចិត្តញ៉ាំជាមួយនឹងយីហឺដែរព្រោះដោយសារតែវាអាចជំនួសជាមួយនឹងជ្រក់ល្ហុងបានអញ្ចឹងណាបងប្អូនប្តីខ្ញុំវិញគឺរបស់ស្អុយដូចជាប្រហុកហើយនឹងកាពិអត់ចេះញ៉ាំទេប៉ុន្តែនៅពេលដែលធ្វើបុកល្ហុងឲ្យគូញ៉ាំយកដល់តែខ្ទេចហ្មងហើយមួយចានហ្នឹង